បាទសូមជម្រាបសួរបាទពុកម៉ែបងប្អូនបាទជាកសិករទំលងមីទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចង់បង្ហាញអំពីបទពិសោធន៍មួយពុកម៉ែបងប្អូនបាទបទពិសោធន៍ដែលយើងជួលកម្មករធ្វើទំលងមីស្ងួតបាទហើយខ្ញុំគិតថាប្រហែលជាពុកម៉ែបងប្អូនបាទដែលជាម្ចាស់ចំការប្រហែលជាអាចជួបប្រទះដូចខ្ញុំដែរបាទនេះបងប្អូនដីនេះដីដែលប្រមូលផលហើយដែលធ្វើដំឡូងមីស្ងួតហើយទើបតែភ្ជួរហើយបងប្អូនមកមើលដំឡូងដែលវានៅសល់នេះវាយមើលហើយសល់មិនមែនសល់លក្ខណៈថាតូចមួយចំណិតតូចគឺយកមកទាំងមើលខណៈទាំងគុំទៀតបងប្អូននេះបាទនេះមកទាំងគុំទាំងស្មែងហើយពូជនេះគឺពូជរយង72បងប្អូនឬក៏បងប្អូនខ្លះហៅថា81ណានេះបងប្អូនមើលគឺរើអត់អស់ហើយខ្ញុំគិតថាប្រហែលជាបងប្អូនចាស់ចំការខ្លះគាត់ដូចខ្ញុំអញ្ចឹងដែរហើយបងប្អូនមើលទំលងនិយាយពីមើមសព្រាតពេញដីបាទហើយវីដេអូនេះខ្ញុំចង់បង្ហាញជូនពុកម៉ែបងប្អូនអ្នកធ្វើទំលងបើសិនជាយើងត្រូវការជួលឲ្យទៅមើលអំពីការប្រមូលរបស់អ្នកធ្វើណាព្រោះអីអ្នកខ្លះគឺគាត់ធ្វើឲ្យយើងអត់ស្អាតទេហើយនេះជាបទពិសោធន៍ទី1ដែលខ្ញុំចង់បង្ហាញបងប្អូនជាកសិករបើសិនជាយើងត្រូវការធ្វើដំឡូងមីស្ងួតអីត្រូវការរស់អ្នកដែលស្វាហាប់អ្នកដែលចិត្តចង់បងប្អូនរើសដំឡូងកាប់ទៅវារើសមិនអស់ទេប៉ុន្តែយើងចង់ឲ្យគាត់ជួយកាត់បន្ថយនៃការសល់ហើយបងប្អូនមើលមិនមែនមើលមួយកណាត់មួយចំណិតណាគឺមើលទាំងមូលមកឲ្យគាត់ជួយកាត់បន្ថយអាចដែលនៅសល់ច្រើនសល់តិចតួចព្រោះដំឡូងវាជាទូទៅវាមិនអាចរើអស់ទេនេះចំណុចទី1ដែលបងប្អូនគួរតែយកចិត្តទុកដាក់គឺរោអ្នកដែលធ្វើឲ្យយើងនឹងចិត្តចង់រើសដំឡូងបានស្អាតនៅសល់តិចតួចបាទហើយទី2បើសិនជាករណីបាទអាចពុកម៉ែបងប្អូនធ្វើខ្លួនឯងគឺល្អសម្រាប់ពូជដំឡូង81បាទពួកដោយសារតែដំឡូងនេះតងមើមវាជាប់នឹងដើមហ្នឹងគឺទូចហើយស្រួយកាលណាយើងដកមកពេលអត្រាក់ដកហើយយើងលើកយើងរើសវាមកគឺទាមទារឲ្យយើងកាយមើលដែរឬក៏ពិនិត្យមើលថ្លៃតងមើមហ្នឹងបើដាច់តងមើមវាតន្តិចហ្នឹងគឺស្មើនឹងអស់មួយមើមហើយបាទបងប្អូនមើលនេះគឺសពពេញដីបាទនេះបើសិនជា2ហាត់ជាងនេះបើសិនជារើសប្រហែលជាមួយកាយុនបងប្អូនមួយកយុនពេញហើយមួយកយុនពេញមិនតិចណាបងប្អូន2តោនជាងអានេះគិតដំឡូងមីស្រស់ឬក៏លើសនឹងផងបាទទី1បើសិនជាបងប្អូនចង់ធ្វើដំឡូងមីក្រៀមបងប្អូនតើរើសយុគអ្នកដែលស្វាហាប់បាទម៉ត់ចត់បាទធ្វើដំឡូងយើងបានស្អាតណាបើថាសល់តិចតួចបាទទី2បើសិនជាករណីអាចយើងធ្វើខ្លួនឯងគឺល្អសម្រាប់ពូជ81នេះដោយសារតែវាតងវាស្រួយអញ្ចឹងទេកាលណាដាច់ពេលខ្លះអ្នកធ្វើ
បើសិនជាគាត់ហត់ឬក៏គាត់ឈឺដៃអីគាត់មិនកាយឲ្យយើងទេចឹងគាត់ដកមកគាត់ទាញមកឃើញបណ្ណាគាត់យកប៉ុណ្ណឹងណាវាដាច់ប្រមាណក៏បាត់អត់ខ្វល់អញ្ចឹងយើងអ្នកចាស់ចំការវាចប់ហើយបាទត្រូវឆ្នាំនេះទំលងថៃថោកផងធ្លាក់ថ្លៃហើយដល់តែពេលយើងរើសអត់អស់ចេះទៀតបាទនេះលក្ខណៈតែជន់ខាតលើខាតហើយបាទនេះជាបទពិសោធន៍មួយសម្រាប់បងប្អូនជាកសិករដំឡូងមីដែលទៅគិតចារណាដែរហើយក៏ខ្ញុំគិតថាមានពុកម៉ែបងប្អូនជាកសិករខ្លះដែលជាម្ចាស់ដំឡូងក៏ដូចខ្ញុំដែរបងហើយយើងរើសមិនអស់មកហើយឥឡូវនេះវាត្រូវភ្លៀងមកមេផងឥឡូវសិតជើងសិតដៃជួរើសអត់កើតច្រើនមែនតើបងប្អូនកលែកទៅខាងណាក៏មើលដំឡូងសិតតែមើលដំឡូងបាទហើយមួយទៀតចង់ចែករំលែកចែកជូនពុកម៉ែបងប្អូនដែរបើធ្វើដំឡូងមីក្រៀមបើយើងជួលគេយើងអាចរើសពូជបើពូជ8មុខពូជ KM 325គេហៅអាឆាហ្នឹងអានោះបើសិនធ្វើអាហ្នឹងអត់សូវអីពុកម៉ែបងប្អូនបាទដោយសារហ្នឹងវាតងវាស្វិតតងវាកវាកតាន់កតល់អញ្ចឹងមើលវាអត់ងាយដាច់ទេពេលយើងទាញមកវាបាក់តែចុងហ្នឹងអត់សូវខាតទេបាទបើ81នេះគឺ100ទាំង100បងប្អូនបាទតងវាទូចឲ្យស្រួយទាញមកមិនស្រួលដាច់ភឹសបាទហើយមើលវាវែងបាទអញ្ចឹងធ្វើឲ្យយើងខាតចាខាតច្រើនបងប្អូនមើលនេះមើលប៉ុនកដៃហើយមានតិចណាពេញដីអាហ្នឹងយើងជួកប់ផងនៅអាដីយើងជួទៅកប់ដីបាត់យើងមើលអត់ឃើញណាបាទអានេះមកទាំងឆ្មៃនេះហើយមើលពេញដីហើយរើសយ៉ាងម៉េចបើសាប់ភ្លៀងទៀតភ្លៀងឲ្យក្តៅចេះវាអលួយលឿនណាខែ5ឲ្យបងប្អូនថ្ងៃទី29ខែ5ហើយខាងខ្ញុំទៅភ្លៀងមួយមេយប់មិញឥឡូវនេះមេឃពពកច្រើនរត់តែមកទៀតដីខ្ញុំតបានដាំនឹងបានដាំកើតឬមិនកើតទេបងប្អូនមកបើភ្លៀងមកជាប់រហូតមានតែព្រោះស្រូវឯងមើលទៅបាទនេះបងប្អូនមកតង្គំនេះបាទមិនមែនធំថារើសមិនអស់មួយណាបងប្អូនគឺមកតង្គំបាទសល់នេះជាផលវិបាកមួយសម្រាប់ម្ចាស់ចម្ការបាទបើរើសខ្លួនឯងបើទោះយ៉ាងសល់យ៉ាងណាក៏វាមិនសល់ច្រើនណាបងប្អូនសល់មួយអានេះមិនលេងមួយទេបងប្អូនមើលតាណាក៏ឃើញមើលដែរមកមើលច្រើនត្រយបងប្អូនបាទតែមានពេលណារើសបងប្អូនបាទដោយសារតែថ្ងៃមកទាំងស្មៃងនេះបងប្អូនវាកវាចែកស្រួយបានតែលាក់ទៅក៏ជ្រុះដែរដល់ហើយបងប្អូនបាទបើសិនជារើសមើលនេះដឹងអសល់យ៉ាងតិចក៏បានមកកយន្តដែរមកកយន្តជួប2តោននេះបងប្អូនបាទរើសមិនកើតដល់ដលងនេះដករៀងយូរដែរចាប់ដើមចង់រលួយខ្លះហើយត្រូវភ្លៀងចេះទៀតកាន់តែលឿនហ្មងរលួយលឿនសោព្រាតនេះចាប់ហើយបាទយ៉ាប់ចំរដូវវស្សាផងបើខែប្រាំងប៉ុណ្ណេះជាងស្រួលរើសបងប្អូនមកវាអត់ជើងយើងរើសថែមខ្លួនឯងបាទតឡងថោកផងហើយសល់ឡងច្រើនទៀតចប់ហ្នឹងបងពីអនុចូលខាតលើខាតមើលមួយធំមកបងប្អូននេះបាទដល់ហើយរើសមិនអស់នេះវាសល់ច្រើនពេកនេះវិញណាណៃមើលបាទ
បាទហើយវីដេអូខ្ញុំចង់បញ្ជាក់ប៉ុណ្ណឹងបងប្អូនបាទចង់ចែកបទចម្លែកចែកចម្លែកបទពិសោធន៍បើសិនជាពុកម៉ែបងប្អូនជួលកម្មករធ្វើស្ងួតបាទពុកម៉ែបងប្អូនរើសអ្នកដែលមកចត់នឹងការងាររើសទៅលោកមិនសូវសល់ច្រើននឹងទី1ទី2បើពូជ81នេះបើសិនជាអាចពុកម៉ែបងប្អូនធ្វើខ្លួនឯងល្អយើងរើសខ្លួនឯងវាមិនសូវសល់ច្រើនទេហើយទី2បើសិនជាបងប្អូនជួលគេបាទបើពូជកឆាអីពូជKM 325អីអាហ្នឹងយើងជួលគេអត់សូវអីទេបងប្អូនបាទអាហ្នឹងវាវារឹងកតាន់អញ្ចឹងទេវាសល់តិចទេបាទសល់តិចតួចយើងមិនសូវជាខាតច្រើនតែបើពូជ81នេះបងប្អូនមើលទៅលោកខ្ញុំនេះជាបទពិសោធន៍បាទជាបទពិសោធន៍នេះមើលសល់ដល់កសល់បាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទចង់ចែកលេខបងប្អូនតែប៉ុណ្្នឹងអរគុណសម្រាប់ការទស្សនាជួបខ្ញុំនៅវីដេអូក្រោយទៀតបាទ